ទេអធិការកិច្ចគឺបានកំពុងតែកសាងឡើងសសរស្ដំពាក់ព័ន្ធទៅនឹងការងារស្នូលការងារគ្រប់គ្រងសំខាន់ក៏ដូចជាការកំណត់នៅគុណតម្លៃស្នូលសំខាន់របស់ស្ថាប័នដែលជាកត្តាកំណត់របស់បាទនិយាយរួមអេយ៉ាបតក៏ដូចជាចរិតលក្ខណៈទាំងអស់របស់ក្រសួងអធិការកិច្ចមន្ត្រីថ្នាក់ដឹកនាំទាំងអស់គឺយើងបានរំលេចនៅក្នុងផ្ទះអធិការកិច្ចរបស់យើងការងារទាំងអស់នេះគឺបានបង្ហាញដើម្បីជំរុញធ្វើយ៉ាងណាចក្ខុវិស័យដែលយើងកំណត់ជាមួយគ្នានេះគឺនឹងអាចចូលរួមជាក់ស្ដែងទៅក្នុងការអភិវឌ្ឍសង្គមកម្ពុជាមួយដែលមានលក្ខណៈធន់ភាពប្រកួតប្រជែងនិងនិរន្តរភាពក្នុងការអនុវត្តនៅគោលនយោបាយសំខាន់ដែលកំណត់ដោយរាជរដ្ឋាភិបាលជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1នេះបាទអញ្ចឹងការងារជ្រុងយុទ្ធសាស្ត្រនេះយើងបានកំណត់ហើយថ្ងៃនេះគឺយើងបាននឹងប្រកាសផងដែរឲ្យអនុវត្តទៅលើការងារយុទ្ធសាស្ត្រព4ច4ដែលជាការកំណត់នៅចក្ខុវិស័យផ្លូវដើររបស់ក្រសួងអធិការកិច្ច